ងកម្លាំងកងទ័ពវិរៈកងទ័ពយើងក៏បានតស៊ូដែលថាអស់កម្លាំងចិត្តកម្លាំងកាយដើម្បីការពារទឹកដីប៉ុន្តែយើងមិនអាចនឹងទប់ទល់នឹងគេបានដោយសារតែគេអាវុធនៅគ្រប់ធនយន្តហោះដ្រូនដែលយើងបាន21គឺបាញ់ត្រួយដែរនៅលើភ្នំនេះប៉ុន្តែយើងមិនអាចបាញ់បំបែកទើបទៅបានតែវានៅឈរកាន់កាប់យ៉ាងតឹងរឹងនៅលើកំពូលភ្នំត្រាប់នេះបងតង់ជាតិអានេះគឺអាត្មាភាពយកស្បៀងយកអាហារមកជូនញោមនៅក្នុងនេះបងនេះស្បៀងអាហារតែជ្រូកឆ្អិនយកមកជូនគាត់ញោមគឺសោកស្ដាយខ្លាំងមែនទែនបងប៉ុន្តែក៏សូមអរគុណនៅការលះបង់របស់បងវិរៈកងទ័ពទាំងអស់គ្នាដែលបានខិតខំការពារមរណភាពទឹកដីដូនតារបស់ខ្មែរយើង